đôi họ bọc nê lon đôi đồn tè và hạt cá này cứ cán lang nó càng khai cái vùng năng và cứ bây giờ gì tới pòn miền tây tây chứ cứ sầm bầu nó khai vùng năng và cứ nè xa pòn miền bao giờ bà nằm chôn mau bà chỉ phần nghe mũi đó bị xe và bỏ sang đi tụt internet ở trên TV được không đẹp đong bàបញ្ហាដីធ្លីបាទពីវគ្គ1វគ្គ2ឬក៏សកម្មភាពអ្វីដែលមានការមិនថាខុសប្រក្រតីគឺបាទគឺលោកបាទគឺខ្ញុំមកហៅគាត់ទៅបងបាទគឺបាទគាត់ជំនាញហើយគឺគាត់ថាមានទេពកោសល្យការចូលព័ត៌មានគឺល្អមែនតើបាទហើយឥឡូវនេះបាទខ្ញុំនឹងអានព័ត៌មានដើម្បីបាទជម្រាបជូនដល់បងប្អូនបានជ្រាបបាទមនុស្ស2នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុនិង3នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង 2:30 នាទីរសៀលថ្ងៃទី10 ខែសីហាឆ្នាំ 2014 នៅលើកំណត់ផ្លូវជាតិលេខ 52A ចំណុចមុខប៉ុស្តិ៍នគរបាលស្វាយជុកក្នុងស្ថិតក្នុងភូមិហឹងក្នុងទិសដៅម្ចាស់ទិសគ្នាលោកដួងហុងអធិការនគរបាលស្រុកសាមគ្គីមានជ័យបានឲ្យដឹងថាដោយសារតែជនរងគ្រោះទាំង5នាក់បាទមានស្លាប់និងរបួសមិនអាចសាកសួរព័ត៌មានច្បាស់លាស់នោះទេតែបានឲ្យដឹងថាមុនពេលកើតហេតុម៉ូតូមួយគ្រឿងម៉ាកសេអำនวย25ស៊េរី2013ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ធំ 1S 6956ជិះគ្នា2នាក់ក្នុងដំណើរពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកសេ125ដូចគ្នាស៊េរីបាទ2011ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1AE 0825មានជិះគ្នា3នាក់ក្នុងដំណើរពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនដូចគ្នាក៏បានបុកគ្នាពីចំហឹងចំកណ្ដាលទ្រូងផ្លូវបណ្ដាលឲ្យមនុស្ស2នាក់ស្លាប់នៅនឹងកន្លែងកើតហេតុចំណែកមនុស្ស3នាក់ទៀតរងរបួសធ្ងន់ធ្ងរហើយត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញលោកបានបន្តឲ្យដឹងទៀតថាជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កន្លងនេះទី1ឈ្មោះសេងពិសិដ្ឋអាយុ30ឆ្នាំមានទីលំនៅនៅភូមិអំពិលក្តារឃុំវាលពុនស្រុកស្ពួរខេត្តកំពង់ស្ពឺនិងទី2ឈ្មោះសុំប៊ុនណាអាយុ33ឆ្នាំមានទីលំនៅភូមិតាំងក្រងឃុំស្វាយជុកស្រុកសាមគ្គីមានជ័យចំណែកជនរងគ្រោះរងរបួសធ្ងន់3នាក់ទៀតពុំបានស្គាល់អត្តសញ្ញាណនៅឡើយទេលោកអធិការបានបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍នេះគឺសង្ស័យថាបណ្ដាលមកពីអ្នកបើកម៉ូតូស្រវឹងទាំងអស់គ្នាចំណែកពេលម៉ូតូទាំង2គ្រឿងដែលរងការខូចខាតស្ទើរទាំងស្រុងកំពុងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់បាទនេះគឺជាព័ត៌មានមួយដែលតកតទៅនឹងគ្រោះថ្នាក់ចរាចរណ៍បាទការប៉ុន្តែថ្ងៃនេះគឺថ្ងៃ10គឺជាថ្ងៃសែនទឹកផងបាទអញ្ចឹងក៏អាចថាគាត់អាចទៅជួបជុំបងប្អូនតែនៅផ្ទះបងប្អូននឹងគាត់អាចពិសាគ្រឿងស្រវឹងបាននេះតាមការសន្និដ្ឋានរបស់លោកពូសមាជិកនៅមូលដ្ឋានណាបាទលោកធារាបាទការសន្និដ្ឋានផាយគាត់ថាស្រវឹងដូចគ្នាបាទបើកលឿនថាมันមានការប្រុងប្រយ័ត្នហើយណាមួយនោះគឺបាក់បុកគ្នានឹងចំបាទកណ្ដាលទ្រូងផ្លូវតែម្ដងបាទនេះថាដូចលឿនដូចប្រញាប់ដូចគ្នាបាទលោកធារាបាទធម្មតាគឺអ្នកដែលប្រញាប់គឺគាត់ទៅបើកចូលមករៀងខាងផ្លូវថារៀងចំកណ្ដាលផ្លូវនេះណាបាទតែនេះបើយើងគិតទៅបើថាក្នុងស្ថានភាពស្រវឹងដល់ពេលអញ្ចឹងគាត់អត់បានគិតថាប្រកាន់ខាងត្រូវគាត់ម៉ូតូទៅអែបខាងឆ្វេងឬក៏ខាងស្ដាំអីក៏អត់ទេគឺគាត់បើកបរតាមបណ្ដោយផ្លូវជាតិលេខ52ហ្នឹងគឺបាទកណ្ដាលទ្រូងផ្លូវដូចគ្នាបាទដល់ពេលអញ្ចឹងមិនដឹងជាខាងណាគិតខាងណាឬមួយខាងណាមកខាងណាទៅឡើយទេព្រោះនៅពេលដែលគាត់ហើយគឺយើងគាត់ថាมันអាចថាសាកសួរគាត់បាទព្រោះថាក៏រងរបួសធ្ងន់ហើយអ្នកដែលឃើញហេតុការណ៍ហ្នឹងគឺដល់ពេលដែលគ្រោះថ្នាក់ហើយបាទនៅកន្លែងថាជាចំណុចស្ងាត់អីចឹងលោកចាណាបាទមួយគាត់ថាអត់មានបងប្អូនជាប្រវត្តិគាត់នៅកន្លែងហ្នឹងអញ្ចឹងបាទដល់ពេលអញ្ចឹងគឺមិនតាមការសន្និដ្ឋានបាទលោកចាណាបាទព្រោះថាម៉ូតូហ្នឹងគឺស្ដួលនៅកណ្ដាលផ្លូវបាត់ទៅហើយបាទអញ្ចឹងនេះគឺជាព័ត៌មានមួយដើម្បីមកជម្រាបជូនឲ្យបងប្អូនបានជ្រាបហើយជាគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែរបាទគឺស្លាប់បាទដល់ទៅ2នាក់បាទហើយរងរបួសធ្ងន់ហ្នឹងគឺ3នាក់ហើយបរិយាដែលរងរបួសធ្ងន់ទាំង3នាក់ហ្នឹងគឺយើង
តមកស្គាល់តាសញ្ញាណឡើយទេ បាទលោកចរា ដឹងថាបរិះដែលស្លាប់ហ្នឹងជាភាគីម៉ូតូខាងណាហើយអ្នករងរបួសហ្នឹងភាគីម៉ូតូខាងណាខ្លះគឺក៏យើងអត់បានពីព្រោះថាព្រាមបាទគឺត្រូវបានក្រុមគូសាបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញបាទព្រោះថាមើលទៅស្ថានភាពបាទធ្ងន់ធ្ងរអញ្ចឹងមិនអាចដាក់នៅបាទបាទអញ្ចឹងក៏ ក្រុមភ្នំពេញហើយសម្រាប់ជនដែលស្លាប់នៅនឹងកន្លែងកើតហេតុតែពីរនាក់ហ្នឹងគឺត្រូវបានសមាជិកបុគ្គលជូនឲ្យបាទក្រុមគូសាដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីហើយចំណែកម៉ូតូពីគ្រឿងនោះវិញបាទគឺត្រូវបានសមាជិកមូលដ្ឋានយកទៅរសារតុកនឹងអធិការស្រុកសាមគ្គីមានជ័យបាទដើម្បីរងចាំការដោះស្រាយនៅពេលក្រោយបាទហើយអរគុណបងប្អូនទស្សនិកជនទីតែឥឡូវនេះខ្ញុំបាទសូមអនុញ្ញាតសម្រាប់ផ្លេសិនហើយយើងនឹងវិលជួបគ្នានៅវគ្គបន្តទៀតបាទសូមអរគុណបាទ